ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆាពងទាជាមួយតឡាចបងប្អូនចាស្លឹកខ្ទឹមខ្ញុំហាន់ហើយបងប្អូនខ្ទឹមសក៏នេះខ្ញុំចិញ្ច្រាំហើយដែរបងប្អូនឥឡូវចាចាប់ផ្ដើមដាក់បំពងខ្ទឹមហើយបងប្អូនចាកូរត្រឡប់ឲ្យរឿងឈ្ងុយបន្តិចចឹងណាបងប្អូនចារឿងក្រហមបន្តិចឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់រឿងក្រហមហើយនេះខ្ញុំចាប់ផ្ដើមចាក់សាច់ចាក់តឡាចបងប្អូនចាឥឡូវនេះខ្ញុំកូរត្រឡប់ឲ្យរៀងសប់អញ្ចឹងណាបងប្អូនចាឥឡូវអូខេហើយនេះខ្ញុំចាប់ដើមចាក់ពងទាបងប្អូនចាយូរញ៉ាំម្ដងឆ្ងាញ់ណាបងប្អូនជាតិមហាជាតិអញ្ចឹងណាបងប្អូនចាកុំឲ្យរាល់ថ្ងៃពេកយូរម្ដងដឹងអស់ហើយបងប្អូនហូបអស់ពីឆ្នាំងណាចាឥឡូវនេះខ្ញុំចាប់ដើមចាក់ពងទាហើយបងប្អូនចាចាក់ពងទាហើយឥឡូវនេះខ្ញុំចាប់ដើមកូរបន្តិចអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំដាក់រ៉ូឌីចំនួន1ស្ព្រាបាយបងប្អូនចារ៉ូឌីចំនួន1ស្ព្រាបាយហើយក៏នេះខ្ញុំដាក់ស្ករសអត់ដល់ពេញស្ព្រាបាយទេបងប្អូនដាក់បន្តិចល្មមអញ្ចឹងណាបងប្អូនចាឥឡូវរួចរាល់ហើយនេះខ្ញុំដាក់ប៊ីចេងចំនួនចុងស្ព្រាបាយបងប្អូនចាឥឡូវឆ្អិនហើយបងប្អូននេះខ្ញុំដាក់ម្រេចឲ្យបន្តិចអញ្ចឹងណាបងប្អូនដាក់ម្រេចវាចុងស្ព្រាបាយអញ្ចឹងណាឥឡូវចាប់ផ្ដើមកូរត្រឡប់បន្តិចទៀតសិនបងប្អូនណាឥឡូវអូខេហើយបងប្អូនអូខេហើយនឹងខ្ញុំចាប់ផ្ដើមដាក់ស្លឹកខ្ទឹមអញ្ចឹងណាបងប្អូននេះខ្ញុំដាក់ស្លឹកខ្ទឹមឲ្យរាងឈ្ងុយបន្តិចអញ្ចឹងណាបងប្អូនចាឥឡូវរោយស្លឹកខ្ទឹមដាក់ហើយបងប្អូនដាក់ស្លឹកខ្ទឹមរួចហើយមានរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនយូរញ៉ាំម្ដងណាបងប្អូនមកបងប្អូនមកញ៉ាំជុំគ្នាជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនមានរសជាតិឆ្ងាញ់ណាបងប្អូនជាតិមហាជាតិបងប្អូនហើយក្តៅៗហុយៗអញ្ចឹង